នៅប្រទេសវៀតណាមកំពុងតែមានបាតុភូតចម្លែកច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះនៃធម្មជាតិដែលកំពុងតែបោកបក់នៅក្នុងប្រទេសវៀតណាមនេះហើយពាក់ព័ន្ធជាមួយនឹងបញ្ហានេះក៏មានការលើកឡើងថាហេតុអ្វីបានជានៅក្នុងប្រទេសវៀតណាមនេះបានកើតនៅបាតុភូតចម្លែកហើយដែលមានអ្នកខ្លះមានការបារម្ភថាអាចជាប្រផ្នូលមិនល្អឬក៏យ៉ាងណាព្រឹកថ្ងៃសុក្រម្សិលមិញនេះគឺប្រជាជនវៀតណាមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញមានរូបភាពបង្ហាញពីពពកដែលមើលទៅហាក់ដូចជារលកយក្សស៊ូណាមីដល់ថ្នាក់មនុស្សមួយចំនួនមានការបារម្ភថានេះអាចជាប្រផ្នូលមិនល្អអំពីគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសវៀតណាមឬក៏យ៉ាងណានោះតាមការចុះផ្សាយរបស់គេហទំព័រមួយបានបង្ហាញថាបាតុភូតចម្លែកនេះគឺបានកើតនៅក្នុងខេត្តងេអាននៅមុនពេលដែលព្យុះកំណាចទីហ្វុងឈ្មោះយ៉ាជីត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារប្រទេសវៀតណាមយ៉ាងពេញទំហឹងនោះគ្រាន់តែរូបភាពទាំងនេះត្រូវបានគេចែកចាយនៅក្នុងបណ្ដាញសង្គមភ្លាមស្រាប់តែជនជាតិវៀតណាមចូលទៅ share និង comment ព្រួងព្រាតដោយអ្នកខ្លះនិយាយថាវាគ្រាន់តែជាបាតុភូតធម្មជាតិតែប៉ុណ្ណោះក៏ប៉ុន្តែមានអ្នកខ្លះក៏មានការបារម្ភខ្លាំងក្លាផងដែរថានេះអាចជាប្រផ្នូលដ៏គ្រោះថ្នាក់និងអាក្រក់បំផុតនៅក្នុងប្រទេសវៀតណាមផងដែរក៏ថាបានយ៉ាងណាមិញមិនទាន់មានការបកស្រាយអ្វីនោះទេពីអ្នកជំនាញហើយនឹងតាក់ទងទៅនឹងបាតុភូតនេះសូមបញ្ជាក់ផងដែរថាពាក់ព័ន្ធទៅនឹងឥទ្ធិពលព្យុះយ៉ាជីនេះដែរវៀតណាមបានបិទពលានយន្តហោះចំនួន4កន្លែងនិងជំនះមនុស្សជាងដល់ទៅ 13,000 នាក់រួចទៅហើយយោងតាមអាជ្ញាធរអាកាសចរស៊ីវិលវៀតណាមពលានយន្តហោះមួយចំនួននឹងត្រូវបានបិទជាបណ្ដោះអាសន្នព្រោះតែព្យុះនេះមានកម្លាំងខ្លាំងអាចបង្កហានិភ័យនៃគ្រោះមហន្តរាយនិងការគំរាមកំហែងទៅដល់សុវត្ថិភាពនៃអាកាសយានដ្ឋានស្របពេលជាមួយគ្នាដែរប្រជាជនវៀតណាមប្រមាណជាង 13,000 នាក់ដែលរស់នៅកន្លែងដែលងាយនឹងរងគ្រោះត្រូវបានជំនះចេញផងដែរមិនតែប៉ុណ្ណោះនៅក្នុងទីក្រុងហៃផុងក៏សម្រេចចិត្តបិទសាលាហើយឲ្យសិស្សរៀននៅតាមអនឡាញវិញដើម្បីធានាសុវត្ថិភាពសិស្សកុំឲ្យជួបនៅគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅរៀននេះគឺជាព័ត៌មានមួយដែលមានការលើកឡើងអំពីភាពព្រួយបារម្ភរបស់ប្រទេសវៀតណាមដែលមានបាតុភូតចម្លែកហើយបញ្ហានេះគឺធ្វើឲ្យមានការព្រួយបារម្ភមែនទែនដែលធ្វើឲ្យពលានយន្តហោះមួយចំនួនធំនៅក្នុងប្រទេសវៀតណាមមានការបិទជើងហោះហើរហើយមានការជំនះជាជនចេញពីតំបន់ប្រឈមមុខដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំងមែនទែនហើយពាក់ព័ន្ធនេះក៏មានការលើកឡើងថាវាអាចជាបាតុភូតមួយអាចជាប្រផ្នូលមិនល្អឬក៏យ៉ាងណាប៉ុន្តែក៏មិនទាន់មានការអះអាងយ៉ាងណានោះដែរយើងបានដឹងហើយថានៅប្រទេសវៀតណាមកន្លងមកនេះដូចជានៅភាគខាងជើងគឺមានកូររន្ទះច្រើនណាស់គឺថាក្នុងមួយឆ្នាំគឺរាប់លានដងដែលខុសពីប្រទេសកម្ពុជាយើងដែលមានបាតុភូតធម្មជាតិនេះតិចតួចប៉ុន្តែនៅក្នុងប្រទេសវៀតណាមវិញគឺថាមានការបាញ់រន្ទះនឹងស្ទើរតែប្រមាណនាទីម្ដងប្រមាណម៉ោងម្ដងនេះគឺជារឿងមួយដែលធ្វើឲ្យមានការព្រួយបារម្ភមិនដឹងថាតើនៅក្នុងភូមិសាស្ត្រនៅក្នុងប្រទេសវៀតណាមគឺជាច្រកនៃបាតុភូតមិនល្អឬក៏បណ្ដាលមកពីបញ្ហាអ្វីឲ្យបានច្បាស់នោះទេគឺថាវាដូចជានៅក្នុងប្រទេសជប៉ុនជាដើមដោយសារតែប្រទេសជប៉ុនគឺជាប្រទេសដែលស្ថិតនៅក្នុងមុខនៃសមុទ្រហើយក៏ជាកោះដែលធ្វើឲ្យងាយនឹងរងនៅបាតុភូតធម្មជាតិដូចជាការរញ្ជួយដីដូចជាព្យុះដូចជាបញ្ហាផ្សេងដែលងាយនឹងប៉ះពាល់ទៅដល់ការបង្ហាញអំពីសកម្មភាពងាយរងគ្រោះហើយនៅប្រទេសវៀតណាមភាគខាងជើងនេះក៏មិនធម្មតាដែរនៅក្នុងសម័យកាលចុងក្រោយនេះគឺក្រៅពីរន្ទះក៏មានការរញ្ជួយដីនៅភាគកណ្ដាលហើយក៏មានភ្លៀងមានផ្គរមានទឹកជំនន់ហើយឥឡូវនេះក៏មានព្យុះមានការគំរាមកំហែងយ៉ាងខ្លាំងដែលរហូតទៅដល់ធ្វើឲ្យរដ្ឋាភិបាលមានការគេមកហើយណាគេចាក់គឺស្រាតាំងបាយជូរព្រៃដល់ពេលដល់ម៉ោងងុំឆ្ងាញ់មែនតើហើយបងប្អូនដល់ពេលវេលាដល់អាយុដែលខ្ញុំចាប់ដើមលក់អីបងប្អូនហើយនីតិនេះម៉ោងនេះវីដេអូនេះគឺចេញមកលក់ស្រាតាំងបាយជូរព្រៃតែម្ដងបងប្អូនសម្រាប់ស្រាតាំងបាយជូរព្រៃនេះមួយឆ្នាំគឺមានតែម្ដងទេបងប្អូនហើយអាយុកាលដែលយើងចាប់ដើមងុំឆ្ងាញ់គឺចាប់ពី3ខែឡើងគឺឆ្ងាញ់ហើយថ្ងៃនេះគឺខ្ញុំចង់យកវីដេអូនេះដើម្បីផុសចែករំលែកជូនបងប្អូនទាំងអស់គ្នាក៏ដូចជាចង់ប្រាប់ពីតម្លៃដែលខ្ញុំលក់នៅក្នុងវីដេអូនេះចឹងណាបងប្អូនស្រាក្រហមតាំងបាយជូរព្រៃបែបខ្មែរពេលដែលបង
បងប្អូនទាំងអស់គ្នាបានញ៉ាំមួយកែវទៅមានអារម្មណ៍ថាខ្លួនឯងដូចនៅក្នុងចកាតំពាំងបាយជូរអញ្ចឹងណាបងប្អូនតែមិនមែនតំពាំងបាយជូរគេដាំគេដាក់ជីអីទេគឺស្រាតំពាំងបាយជូរព្រៃដែលដុះនៅក្នុងព្រៃបែបធម្មជាតិហើយក៏ហូមល្អខ្លាំងមែនទែនដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងបងប្អូនញ៉ាំមួយក្អឹកមានអារម្មណ៍ថានៅចកាតំពាំងបាយជូរតែម្ដងបងប្អូនសម្រាប់បងប្អូនដែលចង់សាកពិសាស្រាក្រហមស្រាតំពាំងបាយជូរព្រៃស្រាធម្មជាតិខ្មែរយើងដោយស្រាសបិទដោយដាំបាយនេះបងប្អូនក៏អាចតាក់ទងមកលេខទូរស័ព្ទនៅខាងក្រោមបានបងប្អូនតម្លៃ1លីត្រតែ30000រៀលតែប៉ុណ្ណោះបងប្អូនគឺមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនអ្វីដែលសំខាន់នោះគឺស្រាតំពាំងបាយជូរព្រៃមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពបងប្អូនបើសិនជាយើងញ៉ាំតែមួយពែងអាកោមួយព្រឹកមួយល្ងាចមិនញ៉ាំច្រើនណាអត្ថប្រយោជន៍របស់ស្រាតំពាំងបាយជូរព្រៃគឺមានដូចជាការកាត់បន្ថយជាតិខ្លាញ់ក្បាលពោះសម្រួលដល់ការគេងលក់ស្រួលហើយបើសិនជាយើងញ៉ាំឲ្យបាយឆ្ងាញ់បងប្អូនញ៉ាំតែមួយកូនពែងទៅគឺញ៉ាំបាយឆ្ងាញ់តែម្ដងបងប្អូនមួយវិញទៀតហ្នឹងសម្រាប់បងស្រីវិញគឺឲ្យរដូវដើរទៀងហើយស្បែកធ្វើឲ្យស្បែកគាត់នឹងភ្លឺថ្លាមើលទៅមានសំណើមចេញពីខាងក្នុងហ្មងបងប្អូនហើយបើនិយាយពីបងប្រុសវិញពេលដែលគាត់កំពុងតែហាត់ប្រាណក៏ដូចជាហាត់ប្រាណរួចឬក៏មុនហាត់ប្រាណគាត់ប្រសាមួយកូនពែងទៅធ្វើឲ្យបែកញើសខ្ចាយមើលទៅជាតិពុលចេញមកតាមញើសអញ្ចឹងបងប្អូនស្រួលខ្លួនខ្លាំងមែនទែនអ្វីដែលសំខាន់អ្វីដែលពិសេសនោះគឺសម្រកខ្លាញ់ក្បាលពោះបងប្អូនវីដេអូដែលខ្ញុំចង់ចែករំលែកបងប្អូនទាំងអស់គ្នាគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងគាំទ្រស្រាតំពាំងបាយជូរព្រៃរបស់ស្នាដៃកូនខ្មែរក៏ដូចជាស្រាក្រហមរបស់កូនខ្មែរផលិតផលខ្មែរក៏ដូចជាតំពាំងបាយជូរធម្មជាតិដែលដុះមកពីព្រៃនៅម្ដុំអង្គរនៅខេត្តសៀមរាបយើងហ្នឹងណាបងប្អូនហើយ1លីត្រត្រឹមតែ30000រៀលតែប៉ុណ្ណោះបងប្អូនទាំងអស់គ្នា2លីត្រ60000ហ្វ្រីសេវាដឹកជូនសម្រាប់ស្រាតំពាំងបាយជូរព្រៃនេះផងដែរកាលពីឆ្នាំមុនក៏ខ្ញុំបានផុសក៏ដូចជាបានលក់ដែរតែលក់បានតែមួយរយៈក៏អស់លេងទៅព្រោះអីកាលនោះផ្ទុះខ្លាំងមែនទែនអញ្ចឹងលើកនេះគឺខ្ញុំធ្វើច្រើនខ្លាំងណាបងប្អូនហើយក្នុងមួយថ្ងៃគឺខ្ញុំទិញបានតែ50គីឡូ40គីឡូអីទេហើយសន្សំតិចម្ដងពីព្រោះថារដូវតំពាំងបាយជូរព្រៃគឺមានតែ2ខែ3ខែអីទេគឺអស់ហើយអញ្ចឹងក៏សម្រុកទិញខ្លាំងមែនទែនពេលដែលមកដល់រដូវតំពាំងបាយជូរព្រៃឥឡូវនេះគឺរដូវតំពាំងបាយជូរព្រៃក៏បានកន្លងផុតដែរតែដែលខ្ញុំចែករំលែកបង្ហាញទាំងការផលិតក៏ដូចជាការលាងសម្អាតក៏ដូចជាការប្រលេះតំពាំងបាយជូរព្រៃនេះគឺការដែលកំពុងតែសម្បូរតំពាំងបាយជូររហូតមកដល់ថ្ងៃនេះគឺវាងុំឆ្ងាញ់មែនទែនបងប្អូនអញ្ចឹងមុននឹងចេញវីដេអូមួយនេះទៅគឺខ្ញុំបានភ្លក់រួចហើយឃើញថាឆ្ងាញ់សមល្មមក៏ដូចជាងុំពេញលេញហើយល្មមលក់អីអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាគាំទ្រផលិតផលខ្មែរបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចដាក់លេខទូរស័ព្ទទីតាំងនៅខាងក្រោមឆាតនឹងបានស្រាតំពាំងបាយជូរព្រៃ1លីត្រត្រឹមតែ30000រៀលតែប៉ុណ្ណោះ2លីត្រ60000ហ្វ្រីសេវាដឹកជូនបងប្អូន